ថ្ងៃនេះខ្ញុំនឹងពន្យល់បងប្អូនអំពីរបៀបបង្កើត Google account ឬក៏ហៅថា Gmail ដែរអញ្ចឹងវាអត់មានការពិបាកអីទេយើងគ្រាន់តែកន្លែងនេះយើងវាយដាក់ gmail.com អញ្ចឹងទៅយើងនឹងចេញជាលក្ខណៈរបៀបនេះបើបងប្អូនអត់មាន Gmail account ឬក៏ទៅធ្លាប់បានប្រើ account នៅក្នុងកុំព្យូទ័របងប្អូនទេអញ្ចឹងគឺវានឹងចេញទម្រង់បែបនេះអញ្ចឹងបងប្អូនគ្រាន់តែចុចថា create អញ្ចឹងទៅ create អញ្ចឹងវានឹងចេញបែបនេះហើយបងប្អូនឈ្មោះទៅឧទាហរណ៍ខ្ញុំដាក់ឈ្មោះfirst name ខ្ញុំខ្ញុំអាចជ្រើសរើស email សេមិនក៏បានទេតើតើបងប្អូនចង់សេតែខ្ញុំសេជួយប្រាប់យើងថា account នេះមានគេអ្នកប្រើប្រាស់រួចហើយអញ្ចឹងបងប្អូនអាចថែមទៅpassword បងប្អូនដាក់តាមពេលបងប្អូនចង់ដាក់អញ្ចឹងទៅអញ្ចឹងគេឆ្នាំកំណើតយើងយកទៅថា gender ហ្នឹងមកចឹងក៏បងប្អូនភេទប្រុសចឹងឬយក male បាទប្រុសចឹងបើស្រីគឺជ្រើសយក female ចឹងយកមួយនេះហើយបងប្អូនអាចដាក់លេខទូរស័ព្ទបានហើយ current email address ចឹងបងប្អូនអាចដាក់ដូចគ្នាបានenter your email address ណាយើងដាក់មក gmail.com ចឹងទៅរួចឲ្យយើង verify យើងមើលលេខនៅក្នុងហ្នឹងលេខខ្ញុំមានលេខ2លេខ0លេខ7លេខ8ហ្នឹងគឺមិនអាចរើសទេព្រោះយើងពីដៅយើងស្រេចCambodia អញ្ចឹងយើងកម្ពុជាយើងមិនអាចរើសទៀតទេយើងឃើញតែ I agree ហ្នឹងមកបាទអញ្ចឹងយើងត្រឡប់មើលព័ត៌មានយើងវិញបាទបញ្ចប់ហើយ next step ទៅyes គឺបានសម្រេចជាការស្រេចអញ្ចឹងយើង continue ទៅបងប្អូនចុច continue បាទអញ្ចឹងវា load ទៅនេះគឺជា email account របស់ខ្ញុំដែលខ្ញុំបានបង្កើតមិញហ្នឹងគឺនេះដែលខ្ញុំវាយខាងក្រោមហ្នឹងគឺវាចេញមកអញ្ចឹងបាទទីគឺវាចេញនៅក្នុង Google account នេះយើង
ទស្សនាអូខេវានឹងចេញផ្ទះแบบนี้យើង ចប់អញ្ចឹងអ្វីដែលខ្ញុំបានណែនាំបងប្អូនគឺចប់ account ដែលបានបង្កើតមិញគឺរួចរាល់ជាការស្រេចអញ្ចឹងគឺនេះគឺជា mail account ដែលបានបង្កើតហើយវាមានទម្រង់បែបនេះអរគុណច្រើនសម្រាប់ការទស្សនា